សិក្សាស្វែងយល់ច្បាប់វិន័យរបស់ព្រះដ៏មានប្រភាយតាមរយៈគម្ពីរបត្រៃបិដកមហាវិភាំងទុតិយភាគ2តេរសកੰនិងអនិច្ចតកੰសង្ឃារិសេសទី9នៃសង្ឃារិសេសទាំង13នវមៈសង្ឃាតិសេសੰតេនសមយេនពុទ្ធោភគវីរិជ្ជកហេវិហារតេវេលវនេកលន្តកនិវិយបេសង្ឃាតិសេសទី9សម័យនោះព្រះពុទ្ធដ៏មានជោគជាម្ចាស់ទ្រង់គង់នៅក្នុងអារាមវេលវ័នជាកលន្តកនិវាបស្សដ្ឋានក្បែរក្រុងរាជក្រឹសពាក្យថាអារាមវេលវ័នសេចក្តីពន្យល់ថាអារាមវេលវ័នប្រែតាមស័ព្ទថាវត្តព្រៃឫស្សីកន្លែងនេះផ្ដើមជាឧស្សានព្រះរាជទ្រព្យព្រះបាទពិមពិសាព្រះបាទពិមពិសាទ្រង់វាថ្វាយដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ការយាងចូលទៅកាន់ក្រុងរាជក្រឹសជាដំបូងដើម្បីទ្រង់សម្ដែងព្រះធម៌ទេសនាព្រះបាទពិមពិសាបានដល់សោតាបត្តផលមានព្រះហឫទ័យជឿជាក់ក្នុងព្រះពុទ្ធសាសនាហើយក៏វេឧស្សានឈ្មោះវេលវ័ននោះថ្វាយជាអារាមដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធានជាអារាមដំបូងមុនអារាមទាំងអស់ដែលហៅថាកលន្តកនិវាបស្សដ្ឋានព្រោះកន្លែងនោះឯងមនុស្សទាំងឡាយធ្លាប់ឲ្យអាហារចំណីដល់ពួកសត្វកង្ខែនមានរឿងដំណាលក្នុងអត្ថកថាវិន័យថាពីដើមមកមានស្ដេចមួយព្រះអង្គចេញទៅប្រពាតឧស្សាននោះទ្រង់សោយសុរាស្រវឹងផ្ទុំលក់ទៅអរិយបរិវារក៏នាំគ្នាទៅបេះផ្លែឈើផ្កាឈើកំសាន្តតាមអធ្យាស្រ័យមានពុះវែកវាធំក្លិនសុរាក៏លូនចេញមកពីរន្ធឈើហើយបែរមុខទៅចំពោះស្ដេចមានរុក្ខទេវតានៅចិត្តនោះបានឃើញដូច្នោះហើយចង់ជួយឲ្យស្ដេចរួចអំពីមរណៈទើបនិមិត្តជាសត្វកង្ខែនទៅស្រែកចិត្តព្រះការរបស់ស្ដេចគឺត្រចៀកស្ដេចក្រោកឡើងហើយឃើញសត្វទាំងនោះក៏មានសេចក្តីតេរីថាសត្វកង្ខែនឲ្យជីវិតព្រះអង្គតាំងពីនោះមកបានប្រទាននៅអភ័យប្រទានអាហារចំណីដល់សត្វកង្ខែនទូទៅទើបមនុស្សទាំងឡាយហៅកន្លែងនោះថាកលន្តកនិវាបស្សដ្ឋានសម័យនោះឯងមេតយភិក្ខុនិងភូមិជ្ជកភិក្ខុទាំងឡាយការនាំគ្នាចុះអំពីភ្នំកិច្ចកោฏបានឃើញពពែឈ្មោលកំពុងរួមសន្ធវៈនិងពពែញីលោកឃើញហើយទើបនិយាយគ្នាយ៉ាងនេះថាអាវសោពួកយើងនឹងសន្មតពពែឈ្មោលនេះឲ្យជាឈ្មោះតពៈមលបុត្រគឺបុត្រមលក្សត្រសន្មតពពែញីនេះឲ្យជាឈ្មោះនាងមេតយាភិក្ខុណីយើងនឹងនាំគ្នាហៅយ៉ាងនេះមនាលអវសោកាលពីដើមយើងបានចោទតពៈមលបុត្រដល់ពាក្យថាយើងបានឮប៉ុន្តែឥឡូវនេះតពៈមលបុត្រសែបមេធនធម្មនឹងនាងមេតយាភិក្ខុណីយើងបានឃើញដោយខ្លួនឯងភិក្ខុទាំងពីររូបនោះក៏បានតាំងសន្មតពពែឈ្មោលឲ្យជាឈ្មោះតពៈមលបុត្រសន្មតពពែញីជាឈ្មោះនាងមេតយាភិក្ខុណីភិក្ខុទាំងនោះទៅនិយាយប្រាប់ភិក្ខុទាំងឡាយថាមនាលអវសោកាលពីដើមយើងបានចោទតពៈមលបុត្រដោយបានឮប៉ុន្តែឥឡូវនេះតពៈមលបុត្រសែបមេធនធម្មនឹងនាងមេតយាភិក្ខុណីយើងបានឃើញដោយខ្លួនឯងភិក្ខុទាំងឡាយបានឆ្លើយយ៉ាងនេះថាណែអវសោលោកកំពុងនិយាយអ្វីហ្នឹងឯតពៈមលបុត្រដ៏មានអាយុមុខជានឹងមិនធ្វើដោយលោកថាទេគ្រានោះពួកភិក្ខុទាំងនោះក៏ក្រាបទូលសេចក្តីនោះដល់ព្រះដ៏មានព្រះភិក្ខជាម្ចាស់ព្រោះដំណើរនេះរឿងនេះទើបព្រះដ៏មានព្រះភិក្ខជាម្ចាស់ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃហើយទ្រង់សួរបញ្ជាក់តពៈមលបុត្រដ៏មានអាយុថាណែតពៈអ្នករលឹកឃើញឬទេពួកភិក្ខុទាំងនេះពោលយ៉ាងណាអ្នកបានធ្វើយ៉ាងនេះឬទេតពៈមលបុត្រទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនរឿងអ្វីព្រះដ៏មានព្រះភិក្ខទ្រង់ជ្រាបខ្ញុំព្រះអង្គដោយពិតហើយព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់សួរពាក្យនេះនឹងតពៈមលបុត្រដ៏មានអាយុជាគម្រប់2ដងផងជាគម្រប់3ដងផងថាណែតពៈអ្នករលឹកបានឬទេពួកភិក្ខុទាំងនេះពោលយ៉ាងណាអ្នកបានធ្វើយ៉ាងនោះឬតពៈមលបុត្រក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះដ៏មានព្រះភិក្ខទ្រង់ជ្រាបខ្ញុំព្រះអង្គដោយពិតហើយព្រះដ៏មានព្រះភិក្ខជាម្ចាស់ត្រាស់ថាណែតពៈអ្នកប្រាជ្ញទាំងឡាយមិនពោលបណ្ដោះបន្ទៃយ៉ាងនេះទេបើធ្វើអំពើអ្វីដែលអ្នកបានធ្វើហើយអ្នកចូលឆ្លើយថាខ្ញុំបានធ្វើហើយបើអ្នកមិនបានធ្វើទេអ្នកចូលឆ្លើយថាខ្ញុំមិនបានធ្វើទេតពៈមលបុត្រទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គតាំងពីតូចកើតមកវេលាណាមិនដែលសែបមេធនធម្មទេសូម្បីតែយល់សពក៏មិនដែលឃើញទេបាច់និយាយអ្វីដល់ការភ្ញាក់រលឹកគ្រានោះព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថាមនាលភិក្ខុទាំងឡាយបើដូច្នោះអ្នកទាំងឡាយចូលជំរះសួរភិក្ខុពួកនេះមើល
លុះព្រះដ៏មានប្រភាកត្រាស់យ៉ាងនេះហើយទ្រង់ក៏ក្រោកចាកអាសនៈចូលទៅកាន់ព្រះវិហារគ្រានោះភិក្ខុទាំងឡាយបានជំរះសួរមេត្តយភិក្ខុនិងភូមិចក្រភិក្ខុភិក្ខុទៅនោះកាលបើភិក្ខុទាំងឡាយជំរះសួរទើបប្រាប់សេចក្តីនេះដល់ភិក្ខុទាំងឡាយតាមពិតត្រង់ភិក្ខុទាំងឡាយសួរថានៅអាវុសោអ្នកទាំងពីរកាន់យកហេតុបន្តិចបន្តួចរបស់អធិករក៏ជាចំណែកដតីមកជាគ្រឿងអាងហើយចោទតែពៈមលបុត្រដ៏មានអាយុដោយអាបត្តិបរាជិកឬភិក្ខុទាំងពីររូបឆ្លើយថាយ៉ាងនឹងហើយអាវុសោភិក្ខុទាំងឡាយណាជាអ្នកប្រាថ្នាតិចភិក្ខុទាំងនោះពោលទោសតេះដៀលនិន្ទាថាមេត្តយភិក្ខុនិងភូមិចក្រភិក្ខុមិនសមបីបើនឹងកាន់យកហេតុបន្តិចបន្តួចរបស់អធិករជាចំណែកខាងក្រៅមកជាគ្រឿងអាងហើយចោទតែពៈមលបុត្រដោយអាបត្តិបរាជិកសោះគឺភិក្ខុទាំងនោះក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភិក្ខជាម្ចាស់ព្រះអង្គទ្រង់ត្រាស់សួរថានៃភិក្ខុទាំងឡាយឮថាអ្នករាល់គ្នាកាន់យកហេតុបន្តិចបន្តួចរបស់អធិករជាចំណែកខាងក្រៅមកជាគ្រឿងអាងហើយចោទតែពៈមលបុត្រដោយអាបត្តិបរាជិកពិតមែនឬភិក្ខុទាំងពីររូបក្រាបទូលថាបបិទ្ធព្រះដ៏មានព្រះភិក្ខពិតមែនព្រះពុទ្ធដ៏មានព្រះភិក្ខទ្រង់បន្ទោសថានៃមោខៈបរោះអ្នករាល់គ្នាមិនសមបីបើនឹងកាន់យកហេតុបន្តិចបន្តួចរបស់អធិករជាចំណែកខាងក្រៅមកជាគ្រឿងអាងហើយចោទតែពៈមលបុត្រដោយអាបត្តិបរាជិកសោះនៃមោខៈបរោះអំពើអ្នកបានធ្វើមកនេះមិននាំឲ្យកើតជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេមនាភិក្ខុទាំងឡាយអ្នកទាំងឡាយក៏បីសម្ដែងឡើងនៅសិក្ខាបទនេះយ៉ាងនេះថាយោបនភិក្ខុទុដ្ឋោទោសោអបតីតោអញ្ញភិក្ខយសៈអធិករណសៈកញ្ចទេសੰលេសមត្តាំងឧបាទាយៈបរាជិកេនៈធម្មេនៈអនុដ្ឋាំងសយៈអំពេវនិមនាំងអិមមហាប្រាមចរិយាចវៃយន្តិតតោអបរេនសមយេនសមនុគាយមេនោវីអសមនុគាយមេនោវីអញ្ញភិក្ខយញ្ជេវតាំងអធិករណੰហោតេកោចទេសោលេសមត្តោបតណោភិក្ខុចតោសੰបតដ្ឋាតេសង្ឃាទេសេសោតេភិក្ខុណាមួយមានទោសទ្រុសហើយមានសេចក្តីក្រោធមានចិត្តមិនរីករាយបានកាន់យកហេតុបន្តិចបន្តួចរបស់អធិករជាចំណែកដតីមកជាគ្រឿងអាងហើយចោទភិក្ខុដោយអាបត្តិបរាជិកដោយបំណងថាធ្វើម្ដេចណោអញក៏បីញ៉ាំងភិក្ខុនេះឲ្យឃ្លាតចាកព្រហ្មចរិយធម៌គឺសាសនានេះបានលុះសម័យខាងក្រោយតពីនោះមកភិក្ខុអ្នកចោទនោះមានគេសាក់សួរក្តីមិនមានគេសាក់សួរក្តីតែអធិករនោះជាចំណែកដតីទេភិក្ខុកាន់យកហេតុបន្តិចបន្តួចមកជាគ្រឿងអាងហើយភិក្ខុបដិញ្ញាទោសភិក្ខុនោះត្រូវអាបត្តិសង្ឃាទិសេសត្រង់ពាក្យថាភិក្ខុណាមួយមានអធិប្បាយក្នុងសិក្ខាបទទី1នៃបរាជិកੰរួចហើយពាក្យថាភិក្ខុគឺភិក្ខុដតីពាក្យថាមានទោសទ្រុសហើយមានសេចក្តីក្រោធគឺមានចិត្តក្រោធខឹងមានចិត្តមិនជារបស់ខ្លួនមិនត្រេកអរមានចិត្តគុំគួនចង្អៀតចង្អល់ពាក្យថាមានចិត្តមិនរីករាយគឺមានចិត្តអាអន់ព្រោះក្រោធខឹងនោះផងព្រោះទោសនោះផងព្រោះសេចក្តីអន់ចិត្តនោះផងព្រោះសេចក្តីមិនត្រេកអរនោះផងពាក្យថារបស់អធិករជាចំណែកដតីគឺចំណែកដតីនៃអាបត្តិឬចំណែកដតីនៃអធិករសួរថាអធិករដែលមានចំណែកផ្សេងពីអធិករនោះដូចម្ដេចប្រាប់ថាវិវាទាធិករមានចំណែកផ្សេងអំពីអនុវាទាធិករអបត្តាធិករនិងកិច្ចាធិករអនុវាទាធិករចាត់ដោយឡែកផ្សេងអំពីអបត្តាធិករកិច្ចាធិករនិងវិវាទាធិករអបត្តាធិករចាត់ដោយឡែកផ្សេងអំពីកិច្ចាធិករវិវាទាធិករនិងអនុវាទាធិករកិច្ចាធិករចាត់ដោយឡែកផ្សេងអំពីវិវាទាធិករអនុវាទាធិករនិងអបត្តាធិករអធិករយ៉ាងនេះហៅថាមានចំណែកផ្សេងគ្នាអំពីអធិករសួរថាអធិករដែលមានចំណែកដូចគ្នានឹងអធិករនោះដូចម្ដេចប្រាប់ថាវិវាទាធិករមានចំណែកដូចគ្នានឹងវិវាទាធិករអនុវាទាធិករមានចំណែកដូចគ្នានឹងអនុវាទាធិករអបត្តាធិករមានចំណែកដូចគ្នានឹងអបត្តាធិករមានចំណែកផ្សេងអំពីគ្នាក៏មានសួរថាអបត្តាធិករមានចំណែកផ្សេងគ្នាអំពីអបត្តាធិករនោះដូចម្ដេចប្រាប់ថាមេធនធម្មបរាជិកាបត្តិមានចំណែកផ្សេងគ្នាអំពីអត្តនីទានបរាជិកាបត្តិមនុស្សវកហៈបរាជិកាបត្តិនិងឧត្តរមនុស្សធម្មបរាជិកាបត្តិអត្តនីទានបរាជិកាបត្តិមានចំណែកផ្សេងគ្នាអំពីមនុស្សវកហៈបរាជិកាបត្តិឧត្តរមនុស្សធម្មបរាជិកាបត្តិនិងមេធនធម្មបរាជិកាបត្តិមនុស្សវកហៈបរាជិកាបត្តិមានចំណែកផ្សេងគ្នាអំពីឧត្តរមនុស្សធម្មបរាជិកាបត្តិ
មេធនធម្មបរាជិកាបត្តិនិងអត្តនេទានបរាជិកាបត្តិឧត្តរមនុស្សធម៌បរាជិកាបត្តិមានចំណែកផ្សេងគ្នាអំពីមេធនធម្មបរាជិកាបត្តិអត្តនេទានបរាជិកាបត្តិនិងមនុស្សវកហបរាជិកាបត្តិអបត្តាធិករយ៉ាងនេះហៅថាមានចំណែកផ្សេងគ្នាអំពីអបត្តាធិករសួរថាអបត្តាធិករមានចំណែកដូចគ្នានឹងអបត្តាធិករនោះដូចម្ដេចប្រាប់ថាមេធនធម្មបរាជិកាបត្តិមានចំណែកជាមួយគ្នានឹងមេធនធម្មបរាជិកាបត្តិអត្តនេទានបរាជិកាបត្តិមានចំណែកជាមួយគ្នានឹងអត្តនេទានបរាជិកាបត្តិមនុស្សវកហបរាជិកាបត្តិមានចំណែកជាមួយគ្នានឹងមនុស្សវកហបរាជិកាបត្តិឧត្តរមនុស្សធម៌បរាជិកាបត្តិមានចំណែកជាមួយគ្នានឹងឧត្តរមនុស្សធម៌បរាជិកាបត្តិអបត្តាធិករយ៉ាងនេះហៅថាមានចំណែកជាមួយគ្នានឹងអបត្តាធិករកិច្ចាធិករក៏មានចំណែកជាមួយគ្នានឹងកិច្ចាធិករដែរអធិករយ៉ាងនេះហៅថាមានចំណែកជាមួយគ្នានឹងអធិករត្រង់ពាក្យថាកាន់យកហេតុបន្តិចបន្តួចមកជាគ្រឿងអាងដែលហៅថាគ្រឿងអាងនោះបានដល់គ្រឿងអាង10យ៉ាងគឺគ្រឿងអាងជាតិ1នាម1កូដ1ភេទ1អាបត្តិ1បាត1ជីវរ1ឧបជា1អាចារ្យ1សេនាសនៈ1ដែលហៅថាគ្រឿងអាងគឺជាតិនោះបានដល់ភិក្ខុអ្នកចោតឃើញភិក្ខុជាក្សត្រត្រូវអាបត្តិបរាជិកតែមិនចោតភិក្ខុជាក្សត្រនោះក្នុងគណៈនោះលោកបានឃើញភិក្ខុដតីជាក្សត្រដែរហើយខ្លែងចោទថាខ្ញុំបានឃើញលោកជាក្សត្រត្រូវអាបត្តិបរាជិកហើយលោកមិនមែនជាសាមណៈលោកមិនមែនជាកូនចៅប្រពុតជាសក្យបុត្រអបោសតកម្មក្តីបវារណាកម្មក្តីសង្ឃកម្មក្តីមិនមានជាមួយនឹងអ្នកទេដូច្នេះភិក្ខុអ្នកចោទត្រូវអាបត្តិសង្ឃេតិសេសគ្រប់វាចាភិក្ខុអ្នកចោទឃើញភិក្ខុជាតិជាព្រាហ្មណ៍ឃើញភិក្ខុជាវេស្យៈអ្នកជំនួញឃើញភិក្ខុជាសុទ្ធៈអ្នកធ្វើការកូលីត្រូវអាបត្តិបរាជិកតែអ្នកចោទមិនបានចោទលោកបានឃើញភិក្ខុដតីមានជាតិសុទ្ធៈដែរទើបខ្លែងចោទថាខ្ញុំបានឃើញអ្នកជាតិជាសុទ្ធៈត្រូវអាបត្តិបរាជិកហើយអ្នកឯងមិនមែនជាសាមណៈអ្នកឯងមិនមែនជាកូនចៅប្រពុតជាសក្យរាជទេដូច្នេះភិក្ខុអ្នកចោទត្រូវអាបត្តិសង្ឃេតិសេសគ្រប់វាចាដែលហៅថាគ្រឿងអាងគឺនាមនោះគឺភិក្ខុអ្នកចោទឃើញភិក្ខុឈ្មោះពុទ្ធរកេតៈឃើញភិក្ខុឈ្មោះធម្មរកេតៈឃើញភិក្ខុឈ្មោះសង្ឃរកេតៈត្រូវអាបត្តិបរាជិកតែភិក្ខុអ្នកចោទមិនបានចោទលោកបានឃើញភិក្ខុដតីឈ្មោះសង្ឃរកេតៈដែរហើយខ្លែងចោទថាខ្ញុំឃើញអ្នកឈ្មោះសង្ឃរកេតៈត្រូវអាបត្តិបរាជិកហើយអ្នកឯងមិនមែនជាសាមណៈទេអ្នកឯងមិនមែនជាកូនចៅប្រពុតជាសក្យបុត្រទេដូច្នេះភិក្ខុអ្នកចោទទៅអាបត្តិសង្ឃេតិសេសគ្រប់វាចាដែលហៅថាគ្រឿងអាងគឺកូដនោះគឺភិក្ខុអ្នកចោទឃើញភិក្ខុដែលមានកូដជាកូដឃើញភិក្ខុមានកូដជាមោគលានឃើញភិក្ខុមានកូដជាកច្ចាយណៈឃើញភិក្ខុមានកូដជាវាសដ្ឋៈត្រាបាត់បរាជិកតែមិនបានចោទលោកបានឃើញភិក្ខុដតីដែលមានកូដជាវាសដ្ឋៈដែរខ្លែងចោទថាខ្ញុំបានឃើញអ្នកមានកូដជាវាសដ្ឋៈត្រាបាត់បរាជិកហើយអ្នកឯងមិនមែនជាសាមណៈទេអ្នកឯងមិនមែនជាកូនចៅប្រពុតជាសក្យបុត្រទេដូច្នេះភិក្ខុអ្នកចោទត្រូវអាបត្តិសង្ឃាទិសេសគ្រប់វាចាដែលហៅថាគ្រឿងអាងគឺភេទនោះគឺភិក្ខុចោទឃើញភិក្ខុមានរាងខ្ពស់ឃើញភិក្ខុមានរាងទាបឃើញភិក្ខុមានសម្បុរខ្មៅឃើញភិក្ខុមានសម្បុរសត្រូវអាបត្តិបរាជិកតែមិនបានចោទលោកឃើញភិក្ខុដតីមានសម្បុរសដែរហើយខ្លែងចោទថាខ្ញុំបានឃើញអ្នកមានសម្បុរសត្រូវអាបត្តិបរាជិកហើយអ្នកឯងមិនមែនជាសាមណៈទេអ្នកឯងមិនមែនជាកូនចៅប្រពុតជាសក្យបុត្រទេដូច្នេះត្រូវអាបត្តិសង្ឃាទិសេសគ្រប់វាចាដែលហៅថាគ្រឿងអាងគឺអាបត្តិនោះគឺភិក្ខុអ្នកចោទឃើញភិក្ខុត្រូវអាបត្តិស្រាលបើភិក្ខុអ្នកចោទចោទភិក្ខុនោះដោយអាបត្តិបរាជិកថាខ្ញុំបានឃើញលោកត្រូវអាបត្តិបរាជិកហើយអ្នកឯងមិនមែនជាសាមណៈអ្នកឯងមិនមែនជាកូនចៅប្រពុតជាសក្យបុត្រដូច្នេះត្រូវអាបត្តិសង្ឃាទិសេសគ្រប់វាចាដែលហៅថាគ្រឿងអាងគឺបាតនោះគឺភិក្ខុអ្នកចោទឃើញភិក្ខុប្រើបាតទង់ដែងឃើញភិក្ខុប្រើបាតដីឃើញភិក្ខុប្រើសម្ពុតសាដកឃើញភិក្ខុប្រើបាតដីដែលមានសម្បុររលើបត្រូវអាបត្តិបរាជិកតែមិនបានចោទលោកឃើញភិក្ខុដតីប្រើបាតដីដែរហើយខ្លែងចោទថាខ្ញុំឃើញអ្នកឯងប្រើបាតដីត្រូវអាបត្តិបរាជិកហើយអ្នកឯងមិនមែនជាសាមណៈអ្នកឯងមិនមែនជាកូនចៅប្រពុតជាសក្យបុត្រដូច្នេះត្រូវអាបត្តិសង្ឃាទិសេសគ្រប់វាចាដែលហៅថាគ្រឿងអាងគឺចីវរនោះគឺភិក្ខុចោទឃើញភិក្ខុប្រើចីវរបាំងស្គលឃើញភិក្ខុប្រើចីវររបស់កហបតីត្រូវអាបត្តិបរាជិកតែមិនបានចោទលោកបានឃើញភិក្ខុដតីប្រើចីវររបស់កហបតីដែរហើយខ្លែងចោទថា
ខ្ញុំបានឃើញអ្នកឯងប្រើជីវររបស់កហបតីត្រាបាត់បរាជិកអ្នកឯងមិនមែនជាសាមណៈអ្នកឯងមិនមែនជាកូនចៅប្រពុតជាសក្យបុត្រដូច្នេះត្រាអាបត្តិសង្ឃាទិសេសគ្រប់វិចារដែលហៅថាគ្រឿងអាងគឺព្រះឧបជានោះគឺភិក្ខុអ្នកចោតបានឃើញសទ្ធិវិហារឹករបស់ព្រះឧបជាមានឈ្មោះយ៉ាងនេះត្រាអាបត្តិបរាជិកតែមិនបានចោតលោកបានឃើញភិក្ខុដតីជាសទ្ធិវិហារឹករបស់ព្រះឧបជាមានឈ្មោះយ៉ាងនឹងដែរហើយខ្លែងចោទថាខ្ញុំបានឃើញអ្នកឯងជាសទ្ធិវិហារឹករបស់ព្រះឧបជាឈ្មោះនេះត្រាអាបត្តិបរាជិកហើយអ្នកឯងមិនមែនជាសាមណៈអ្នកឯងមិនមែនជាកូនចៅប្រពុតជាសក្យបុត្រដូច្នេះត្រាអាបត្តិសង្ឃាទិសេសគ្រប់វិចារដែលហៅថាគ្រឿងអាងគឺអាចារ្យនោះគឺភិក្ខុចោតបានឃើញអន្តេវាសិករបស់អាចារ្យឈ្មោះនេះត្រាអាបត្តិបរាជិកតែមិនបានចោតលោកឃើញភិក្ខុដតីជាអន្តេវាសិករបស់លោកអាចារ្យឈ្មោះនឹងដែរហើយខ្លែងចោទថាខ្ញុំបានឃើញអ្នកឯងជាអន្តេវាសិករបស់លោកអាចារ្យឈ្មោះនេះត្រាបាត់បរាជិកហើយអ្នកឯងមិនមែនជាសាមណៈអ្នកឯងមិនមែនជាកូនចៅប្រពុតជាសក្យបុត្រដូច្នេះត្រាអាបត្តិសង្ឃាទិសេសគ្រប់វិចារដែលហៅថាគ្រឿងអាងគឺសេនាសនៈនោះគឺភិក្ខុអ្នកចោតឃើញភិក្ខុនៅក្នុងសេនាសនៈរបស់ភិក្ខុឈ្មោះនេះត្រាបាត់បរាជិកតែមិនចោតលោកឃើញភិក្ខុដតីជាអ្នកនៅក្នុងសេនាសនៈរបស់ភិក្ខុឈ្មោះនឹងដែរហើយខ្លែងចោទថាខ្ញុំបានឃើញអ្នកឯងនៅក្នុងសេនាសនៈរបស់ភិក្ខុឈ្មោះនេះត្រាបាត់បរាជិកហើយអ្នកឯងមិនមែនជាសាមណៈអ្នកឯងមិនមែនជាកូនចៅប្រពុតជាសក្យបុត្រឧបោសថកម្មក្តីបវារណាកម្មក្តីសង្ឃកម្មក្តីមិនមានជាមួយនឹងអ្នកឯងទេដូច្នេះត្រាអាបត្តិសង្ឃាទិសេសគ្រប់វិចារពាក្យថាដោយអាបត្តិបរាជិកគឺបានដល់អាបត្តិបរាជិកទាំង4អាបត្តិបរាជិកណាមួយពាក្យថាចោតគឺចោតឯងក្តីឲ្យអ្នករតីចោតក្តីពាក្យថាធ្វើដោយម្ដេចណអញក៏បីញ៉ាំភិក្ខុនេះឲ្យឃ្លាតចាកព្រមចរិយធម៌នេះគឺថាអញក៏បីញ៉ាំភិក្ខុនេះឲ្យឃ្លាតចាកភិវៈជាភិក្ខុឲ្យឃ្លាតចាកសមណធម៌ឲ្យឃ្លាតចាកសីលខណ្ឌឲ្យឃ្លាតចាកគុណគឺធម៌ជាគ្រឿងដុតកិលេសពាក្យថាលុះសម័យខាងក្រោយអំពីនោះមកគឺភិក្ខុចោតគេក្នុងគណៈណាគណៈនោះពេលនោះស្របក់នោះកន្លងទៅហើយពាក្យថាមានគេសួរថាគឺថាភិក្ខុចោតគេដោយវត្ថុណាគេសាកសួរចំពោះវត្ថុនោះពាក្យថាមិនមានគេសាកសួរគឺមិនមាននរណាមួយនិយាយឡើយដែលហៅថាអធិករបានដល់អធិករ4គឺវិវាទាធិករ1អនុវាទាធិករ1អបតាធិករ1កិច្ចាធិករ1ពាក្យថាកាន់យកហេតុបន្តិចបន្តួចមកជាគ្រឿងអាងគឺបណ្ដាគ្រឿងអាងទាំង10យ៉ាងនោះភិក្ខុកាន់យកគ្រឿងអាងណាមួយពាក្យថាភិក្ខុបដិញ្ញាទោសគឺភិក្ខុបដិញ្ញាថាខ្ញុំនិយាយពាក្យតទេសោះខ្ញុំនិយាយពាក្យកុហកខ្ញុំនិយាយពាក្យមិនពិតខ្ញុំនិយាយដោយមិនដឹងពាក្យថាសង្ឃាទិសេសមានអធិប្បាយពិស្ដារក្នុងសង្ឃាទិសេសសិក្ខាបទទី1រួចហើយភិក្ខុត្រាបាត់សង្ឃាទិសេសភិក្ខុអ្នកចោតក៏បានឃើញនឹងមានសេចក្តីយល់ក្នុងអាបត្តិសង្ឃាទិសេសថាជាអាបត្តិសង្ឃាទិសេសមែនតែបើខ្លែងចោតភិក្ខុនោះដោយអាបត្តិបរាជិកវិញថាអ្នកឯងមិនមែនជាសាមណៈអ្នកឯងមិនមែនជាកូនចៅព្រះពុទ្ធជាសក្យបុត្រឧបោសថកម្មក្តីបវារណាកម្មក្តីសង្ឃកម្មក្តីជាមួយនឹងអ្នកឯងគ្មានទេឯអធិករយ៉ាងនេះក៏ឈ្មោះថាជាចំណែកដតីនៃអបត្តាធិករទាំងលេសសោតភិក្ខុនោះក៏នៅប្រកាន់ដូច្នេះត្រាអាបត្តិសង្ឃាទិសេសគ្រប់វិចារភិក្ខុត្រាអាបត្តិសង្ឃាទិសេសភិក្ខុអ្នកចោតក៏បានឃើញនឹងមានសេចក្តីយល់ក្នុងអាបត្តិសង្ឃាទិសេសថាជាអាបត្តិថលច័យវិញតែបើខ្លាញ់ចោតភិក្ខុនោះដោយអាបត្តិបរាជិកថាអ្នកឯងមិនមែនជាសាមណៈឯអធិករយ៉ាងនេះក៏ឈ្មោះថាចំណែកដតីនៃអបត្តាធិករនិងលេសសោតភិក្ខុនោះក៏នៅប្រកាន់ដូច្នេះត្រាអាបត្តិសង្ឃាទិសេសគ្រប់វិចារភិក្ខុត្រាអាបត្តិសង្ឃាទិសេសភិក្ខុអ្នកចោតក៏បានឃើញនឹងបានសេចក្តីយល់ក្នុងអាបត្តិសង្ឃាទិសេសថាជាអាបត្តិបាចិត្តយៈវិញតែបើខ្លែងចោតភិក្ខុនោះដោយអាបត្តិបរាជិកថាអ្នកឯងមិនមែនជាសាមណៈឯអធិករយ៉ាងនេះក៏ឈ្មោះថាជាចំណែកដតីនៃអបត្តាធិករទាំងលេសសោតភិក្ខុនោះក៏នៅប្រកាន់ដូច្នេះត្រូវអាបត្តិសង្ឃាទិសេសគ្រប់វិចារភិក្ខុត្រាអាបត្តិសង្ឃាទិសេសភិក្ខុអ្នកចោតក៏បានឃើញនឹងមានសេចក្តីយល់ក្នុងអាបត្តិសង្ឃាទិសេសថាជាអាបត្តិបដិទិសនិយៈវិញមានសេចក្តីយល់ក្នុងអាបត្តិសង្ឃាទិសេសជាអាបត្តិទុក្កតវិញមានសេចក្តីយល់ក្នុងអាបត្តិសង្ឃាទិសេសថាជាអាបត្តិទុភាសិតវិញតែបើខ្លែងចោតភិក្ខុនោះដោយអាបត្តិបរាជិកថាអ្នកឯងមិនមែនជាសាមណៈឯអធិករយ៉ាងនេះក៏ឈ្មោះថាចំណែកដតីនៃអបត្តាធិករទាំងលេសសោតភិក្ខុនោះក៏នៅប្រកាន់ដូច្នេះត្រូវអាបត្តិសង្ឃាទិសេសគ្រប់វិចារភិក្ខុត្រាអាបត្តិថលច័យភិក្ខុអ្នកចោតក៏បានឃើញនឹងមានសេចក្តីយល់ក្នុងអាបត្តិថលច័យថាជាថលច័យ
មានសេចក្តីយល់ក្នុងអាបត្តិថលច័យថាជាអាបត្តិបាចតយៈវិញមានសេចក្តីយល់ក្នុងអាបត្តិថលច័យថាជាអាបត្តិបដិទិសនិយៈវិញមានសេចក្តីយល់ក្នុងអាបត្តិថលច័យថាជាអាបត្តិតុកតវិញមានសេចក្តីយល់ក្នុងអាបត្តិថលច័យថាជាអាបត្តិទុភាសិតវិញមានសេចក្តីយល់ក្នុងអាបត្តិថលច័យថាជាអាបត្តិសង្ឃាទិសេសវិញបើខ្លែងចោតភិក្ខុនោះដោយអាបត្តិបរាជិកថាអ្នកឯងមិនមែនជាសាមណៈទេសំបីអធិករយ៉ាងនេះក៏ឈ្មោះថាជាចំណែកដតីនៃអបត្តាធិករទាំងលេសសោតភិក្ខុនៅចោតក៏នៅប្រកាន់ដូច្នេះត្រាអាបត្តិសង្ឃាទិសេសគ្រប់វិចាភិក្ខុត្រាអាបត្តិបាចិត្តយៈភិក្ខុត្រាអាបត្តិបរិទិសនិយៈភិក្ខុត្រាអាបត្តិតុកតភិក្ខុត្រាអាបត្តិទុភាសិតភិក្ខុនៅចោតក៏បានឃើញនៅមានសេចក្តីយល់ក្នុងអាបត្តិទុភាសិតថាជាអាបត្តិទុភាសិតមានសេចក្តីយល់ក្នុងអាបត្តិទុភាសិតថាជាអាបត្តិសង្ឃាទិសេសមានសេចក្តីយល់ក្នុងអាបត្តិទុភាសិតថាជាអាបត្តិថលច័យមានសេចក្តីយល់ក្នុងអាបត្តិទុភាសិតថាជាអាបត្តិបាចិត្តយៈមានសេចក្តីយល់ក្នុងអាបត្តិទុភាសិតថាជាអាបត្តិបរិទិសនិយៈមានសេចក្តីយល់ក្នុងអាបត្តិទុភាសិតថាជាអាបត្តិតុកតទៅវិញបើខ្លែងចោតភិក្ខុនោះដោយអាបត្តិបរាជិកថាអ្នកឯងមិនមែនជាសាមណៈទេសំបីអធិករយ៉ាងនេះក៏ឈ្មោះថាចំណែកដតីនៃអបត្តាធិករទាំងលេសសោតភិក្ខុនោះក៏នៅប្រកាន់ដូច្នេះត្រូវអាបត្តិសង្ឃាទិសេសគ្រប់វិចាភិក្ខុត្រាអាបត្តិសង្ឃាទិសេសភិក្ខុនៅចោតក៏បានឃើញនៅមានសេចក្តីយល់ក្នុងអាបត្តិសង្ឃាទិសេសថាជាអាបត្តិសង្ឃាទិសេសដែរបើឲ្យនរតីចោតភិក្ខុនោះដោយអាបត្តិបរាជិកថាអ្នកឯងមិនមែនជាសាមណៈទេសំបីអធិករយ៉ាងនេះក៏ឈ្មោះថាចំណែកដតីនៃអបត្តាធិករទាំងលេសសោតភិក្ខុនោះក៏នៅប្រកាន់ដូច្នេះត្រូវអាបត្តិសង្ឃាទិសេសគ្រប់វិចាភិក្ខុត្រាអាបត្តិសង្ឃាទិសេសភិក្ខុនៅចោតក៏បានឃើញនៅមានសេចក្តីយល់ក្នុងអាបត្តិសង្ឃាទិសេសថាជាអាបត្តិថលច័យទៅវិញមានសេចក្តីយល់ក្នុងអាបត្តិសង្ឃាទិសេសថាជាអាបត្តិបាចិត្តយៈវិញមានសេចក្តីយល់ក្នុងអាបត្តិសង្ឃាទិសេសថាជាអាបត្តិបរិទិសនិយៈទៅវិញមានសេចក្តីយល់ក្នុងអាបត្តិសង្ឃាទិសេសថាជាអាបត្តិតុកតទៅវិញមានសេចក្តីយល់ក្នុងអាបត្តិសង្ឃាទិសេសថាជាអាបត្តិទុភាសិតទៅវិញបើឲ្យនរតីចោតភិក្ខុនោះដោយអាបត្តិបរាជិកថាអ្នកឯងមិនមែនជាសាមណៈទេសូម្បីអធិករយ៉ាងនេះក៏ឈ្មោះថាចំណែកដតីនៃអបត្តាធិករទាំងលេសសោតភិក្ខុនោះក៏នៅប្រកាន់ដូច្នេះត្រូវអាបត្តិសង្ឃាទិសេសគ្រប់វិចាភិក្ខុត្រាអាបត្តិថលច័យភិក្ខុនៅចោតក៏បានឃើញនៅមានសេចក្តីយល់ក្នុងអាបត្តិថលច័យថាជាអាបត្តិថលច័យមានសេចក្តីយល់ក្នុងអាបត្តិថលច័យថាជាអាបត្តិបាចិត្តយៈទៅវិញមានសេចក្តីយល់ក្នុងអាបត្តិថលច័យថាជាអាបត្តិបរិទិសនិយៈទៅវិញមានសេចក្តីយល់ក្នុងអាបត្តិថលច័យថាជាអាបត្តិតុកតទៅវិញមានសេចក្តីយល់ក្នុងអាបត្តិថលច័យថាជាអាបត្តិទុភាសិតទៅវិញមានសេចក្តីយល់ក្នុងអាបត្តិថលច័យថាជាអាបត្តិសង្ឃាទិសេសទៅវិញបើឲ្យអ្នកដតីចោតភិក្ខុនោះដោយអាបត្តិបរាជិកថាអ្នកឯងមិនមែនជាសាមណៈសំបីអធិករយ៉ាងនេះក៏ឈ្មោះថាចំណែកដតីនៃអបត្តាធិករទាំងលេសសោតភិក្ខុនោះក៏នៅប្រកាន់ដូច្នេះត្រាអាបត្តិសង្ឃាទិសេសគ្រប់វិចាភិក្ខុត្រាអាបត្តិបាចិត្តយៈអ្នកចោតក៏បានឃើញភិក្ខុត្រាអាបត្តិបរិទិសនិយៈភិក្ខុត្រាអាបត្តិតុកតភិក្ខុត្រាអាបត្តិទុភាសិតភិក្ខុអ្នកចោតក៏បានឃើញនៅមានសេចក្តីយល់ក្នុងអាបត្តិទុភាសិតថាជាអាបត្តិទុភាសិតដែរមានសេចក្តីយល់ក្នុងអាបត្តិទុភាសិតថាជាអាបត្តិសង្ឃាទិសេសទៅវិញមានសេចក្តីយល់ក្នុងអាបត្តិទុភាសិតថាជាអាបត្តិថលច័យទៅវិញមានសេចក្តីយល់ក្នុងអាបត្តិទុភាសិតថាជាអាបត្តិបាចិត្តយៈទៅវិញមានសេចក្តីយល់ក្នុងអាបត្តិទុភាសិតថាជាអាបត្តិបរិទិសនិយៈទៅវិញមានសេចក្តីយល់ក្នុងអាបត្តិទុភាសិតថាជាអាបត្តិតុកតទៅវិញបើឲ្យនរតីចោតភិក្ខុនោះដោយអាបត្តិបរាជិកថាអ្នកឯងមិនមែនជាសាមណៈអ្នកឯងមិនមែនជាកូនចៅប្រពុតជាសក្យបុត្របបោសតកម្មក្តីបវរណាកម្មក្តីសង្ឃកម្មក្តីជាមួយនឹងអ្នកឯងគ្មានទេសំបីអធិករយ៉ាងនេះក៏ឈ្មោះថាចំណែកដតីនៃអបត្តាធិករទាំងលេសសោតភិក្ខុនោះក៏នៅប្រកាន់ដូច្នេះត្រាអាបត្តិសង្ឃាទិសេសគ្រប់វិចាអាបត្តិមិនមានដល់ភិក្ខុនៅចោតមានសេចក្តីសម្គាល់ពិតហើយចោតឯងឬឲ្យអ្នករតីចោតដល់ភិក្ខុខូចស្មារតីដល់ភិក្ខុអតិកម្មិកៈគឺភិក្ខុខាងដើមបញ្ញត្តិនវមៈសង្ឃាទិសេសាំងណដ្ឋិតាំងសង្ឃាទិសេសទី9ចប់